Hello សួស្តីអ្នកគ្នាតោះថ្ងៃនេះខ្ញុំមកបង្ហាញការធ្វើ melody ឬការចុច melody បទម៉ែមិនឲ្យយកសង្សារទៅតាមការសំណូមពររបស់បងប្រុសម្នាក់អញ្ចឹងចំពោះការធ្វើជំហានដំបូងខ្ញុំសូមអត់បានបង្ហាញទេដោយសារក្រែងលោវែងវីដេអូអញ្ចឹងណាអញ្ចឹងខ្ញុំបង្ហាញត្រឹមតែការចុចទាំងម្ដងហើយនៅក្នុង plugin ដែលខ្ញុំយកមកប្រើហ្នឹងគឺខ្ញុំប្រើ FL key ធម្មតាទេបាទអូខេប៉ុន្តែមុននឹងធ្វើខ្ញុំសូមបិទសំឡេងបាសបន្តិចខ្ញុំមកស្ដាប់ខ្ញុំយក EQ2 ខ្ញុំទាញលេខ2ហើយនិងលេខ1ខ្ញុំសូមទាញតែប៉ុណ្្នឹងបានហើយបន្តមកទៀតយើងចាប់ដើមទាំងអស់គ្នាយកគ្នាយកកន្លែងនេះមកកន្លែង pattern ហ្នឹងហើយតមកស្ដាំនៅលើ FL key យកពាក្យថា general អូខេឲ្យវាលោតបែបនេះអញ្ចឹងយើងចាប់ស្ដាប់ហើយនឹងធ្វើទាំងអស់គ្នាតោះអញ្ចឹងខ្ញុំសូមបន្ថែមតិចទៀតថាការធ្វើនេះគឺមិនមានចំណុចណាពិសេសក្រៅពីស្ដាប់ទេបើខ្ញុំមកយល់តាមរបៀបអ្នកភ្លេងទាំងម្ដងរែងលោអត់យល់អញ្ចឹងខ្ញុំបញ្យល់បែបងាយថាគឺមានតែការស្ដាប់នឹងទេយើងស្ដាប់ធ្វើម៉េចឲ្យដឹងថាភ្លេងហ្នឹងចាប់ផ្ដើមពីគ្រាប់ណាទៅដោយបទហ្នឹងគឺយើងចាប់ផ្ដើមចុចទៅគឺយើងស្ដាប់ដឹងថាចាប់ផ្ដើមពីគ្រាប់ D ខ្ញុំនិយាយធម្មតាទៅខ្ញុំនិយាយភាសាភ្លេងគេលត់យល់អូខេគ្រាប់ D ហើយការធ្វើភ្លេងគឺវាងាយស្រួលទេហេតុអីថាងាយស្រួលពីព្រោះបើយើងចុចខុសគឺវាភ្លាវអូខេតោះធ្វើទាំងអស់គ្នាអូខេអញ្ចឹងគឺយើងធ្វើបានក្បាលដំបូងហ្នឹងឃើញកាលណាអ្នកនរគ្នាចុចគ្រាប់វាខុសឧទាហរណ៍ថាគ្រាប់នេះយើងអូសមកលើវាអញ្ចឹងវាច្បាស់ជាភ្លាវអ្នកគេចាំស្រាប់ឃើញវាទៅជាអាហ្នឹងវាកាច់ខ្លាំងវាភ្លាវអញ្ចឹងយើងធ្វើម៉េចតិចយើងស្ដាប់ហើយយើងចុចទៅតាមបទច្រៀងគេអូខេតោះឥឡូវយើងធ្វើបន្តទៅមុខទៀត
អូខេអញ្ចឹងគឺវាដូចគ្នាន័យថា2បារដំបូងហ្នឹងគឺវាដូចគ្នាទេណាវាអាចខុសគ្នាទូចលើខ្ញុំកែកន្លែងនេះវាខុសគ្នាបន្តិចណានៅគ្នាស្ដាប់មើលទៅកន្លែងនេះកន្លែងហ្នឹងគឺគេរៀងកាច់តិចមិនន័យថាអត់ឲ្យទៅសលេងស្មើដូចបែបនេះទេឃើញទេអញ្ចឹងគេលេងកាច់ភ្លេងកាច់សំឡេងតិចគេអាចគម្លាក់មកនេះមកហើយយើងស្ដាប់មើលទៅអូខេអញ្ចឹងអ្នកគ្នាស្ដាប់ទៅគឺវាត្រូវទោះបីថាមិនបាន 100% ប៉ុន្តែវាស្ដាប់ទៅអាចទទួលយកបានអូខេអញ្ចឹងឥឡូវនេះយើងធ្វើបន្តទៅមុខតិចទៀតដើម្បីយើងចប់អញ្ចឹងយើងចាប់ផ្ដើមធ្វើតង់បន្ទាប់វាចុចមកអូខេអញ្ចឹងអ្នកនរគ្នាស្ដាប់មើលទៅគឺវាបែបហ្នឹងហើយកន្លែងនេះគឺគេលេង2ដងដែរណាកន្លែង2បារខាងក្រោយនេះគឺគេលេង2ដងដូចខាងមុខដែរអញ្ចឹងយើងអាច control V ហើយ control C ហើយ control V អូខេដើម្បី copy វាអូមកខ្ញុំកែតាមក្រោយអូខេគឺ repeat 2ដងដែរកន្លែងហ្នឹងអញ្ចឹងយើងស្ដាប់មើលម្ដងទៀតអូខេអញ្ចឹងអ្នកគ្នាបានស្ដាប់ហើយណាគឺគេ repeat មកបន្ទាប់មកគឺយើងធ្វើតមកគឺយើងធ្វើឲ្យចុងក្រោយអូខេតោះចាប់ដើមអូខេអញ្ចឹងបន្ទុយចុងក្រោយគឺគេធ្វើតែប៉ុណ្្នឹងឯងបាទតោះឥឡូវយើងសាកស្ដាប់ទាំងអស់សាកមើល
ឯងតោះឥឡូវយើងស្ដាប់ជាមួយនឹងបទស៊ីនរបស់គេម្ដងទៀតមុននឹងបញ្ចប់អូខេ អូខេអញ្ចឹងគឺវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាហើយបើសិនជាបងៗអ្នកគ្នាចង់បាន melody ហ្នឹងអាច comment ហើយអាចកំងបត់បានតាមចិត្តអូខេខ្ញុំនឹងព្យាយាមធ្វើបង្ហាញទោះបីយូរឆាប់យ៉ាងណាខ្ញុំនឹងព្យាយាមអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសូមបង្ហាញតែប៉ុណ្្នេះចុះហើយក៏ខុសឲ្យយ៉ាងណាសូមអធិស្ឋានបេទោសបើសិនជាមានការបញ្យល់មិនក្បោះក្បាយដោយសារខ្ញុំឆ្លៀតធ្វើនៅពេលដែលខ្ញុំរំលែក អញ្ចឹងក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងអូខេបាយបាយជួបគ្នាវីដេអូក្រោយកុំភ្លេចចុច subscribe and share អូខេបាយបាយ